ការផ្ដាច់មរតកពីសន្តតិជន 1. មតកជនការនៅរស់អាចដាក់ពាក្យសុំទៅតុលាការឲ្យផ្ដាច់មរតកជនដែលត្រូវបានសន្មតថាជាសន្តតិជននោះមិនឲ្យទទួលសន្តតិកម្មបានបើជនដែលត្រូវបានសន្មតថាជាសន្តតិជនដែលមានភាពបម្រុងបានប្រព្រឹត្តនៅសកម្មភាពដែលបានកំណត់ដូចខាងក្រោមនេះ ក បើបានធ្វើបាបចំពោះមតកជន ខ បើបានប្រមាថមតកជនយ៉ាងធ្ងន់ធ្ងរ ក បើអាចមកមើលថែទាំមតកជននៅពេលដែលមានជំងឺប៉ុន្តែមិនមកថែទាំ ខ បើត្រូវទទួលបានសាលក្រមឬសាលដីកាប់ដន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត ង បើបានប្រព្រឹត្តអំពើល្មើសធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ជាអាតមតកជនក៏អាចបង្ហាញឆន្ទៈអំពីការផ្ដាច់មរតកនេះតាមមតកសាសន៍បានដែរ 2. ជនដែលត្រូវបានសន្មតថាជាសន្តតិជនដែលបានទទួលការទាមទារផ្ដាច់មរតកនេះអាចធ្វើវិវាទអំពីអត្ថភាពឬណត្តភាពនៃមូលហេតុនៃការផ្ដាច់មរតកនេះនៅក្នុងការសម្រេចសេចក្តីដែលបានកំណត់នៅក្នុងកថាខន្ទី1ខាងលើនេះបាន មាត្រា 1151 នៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា